ជំរាបសួរប្រជាប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងក្តៅសាច់មួយបងឲ្យបងប្អូនស្ដាប់មុនចូលដល់សាច់រឿងសូមបងប្អូនជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងនៅក្នុងភូមិមួយនៅជនបទកម្ពុជាមានបុរសម្នាក់ឈ្មោះធីរីជាឪពុកមេម៉ាយដែលមានកូនស្រីម្នាក់ឈ្មោះសុភាបន្ទាប់ពីប្រពន្ធដាំស្លាប់ធីរីរៀបការជាមួយនារីវ័យក្មេងស្រស់ស្អាតឈ្មោះរតនាដែលក្លាយជាម៉ែចុងរបស់សុភារតនាមានចរិតល្មមកម្មខ្លាំងនាងចូលចិត្តបុរសសង្ហានិងតែងតែសម្លឹងមើលកូនប្រសាររបស់ខ្លួនសុភារៀបការជាមួយបុរសវ័យក្មេងសង្ហាឈ្មោះវីរៈដែលជាកូនប្រុសគ្រួសារមានបានបន្ទាប់ពីរៀបការពួកគេរស់នៅក្នុងផ្ទះធំរបស់ធីរីដែលមានរតនាជាម៉ែចុងវីរៈជាបុរសស្មោះត្រង់ស្រឡាញ់ប្រពន្ធខ្លាំងប៉ុន្តែគេមិនដឹងថារតនាបានសម្លឹងមើលគេតាំងពីថ្ងៃដំបូងការវិវត្តរតនាជាស្ត្រីវ័យ35ឆ្នាំសាច់សខ្ចីស្បែកនិងមានរូបរាងគួរឲ្យចង់បាននាងតែងតែស្លៀកសំពត់ស្ដើងនៅផ្ទះដើម្បីបង្ហាញសាច់និងតាក់ទាញចិត្តវីរៈដំបូងនាងចាប់ផ្ដើមដោយការនិយាយលេងសើចជួយធ្វើម្ហូបនិងជួយម៉ាស្សាវីរៈនៅពេលគេនឿយហត់ពីការងារថ្ងៃមួយសុភាត្រូវចេញទៅធ្វើការនៅខេត្តឆ្ងាយទុកវីរៈនៅផ្ទះតែម្នាក់ឯងជាមួយធីរីនិងរតនាធីរីចេញទៅចំការពេញមួយថ្ងៃនៅពេលល្ងាចរតនាស្លៀកឈុតគេងស្ដើងយកស្រាមកផឹកជាមួយវីរៈដោយអះអាងថាចង់សម្រាកលំហែកាយនាងនិយាយពីភាពឯកោរបស់ខ្លួនថាធីរីចាស់ពេកមិនអាចបំពេញតម្រូវការនាងបានហើយនាងសម្លឹងមើលវីរៈដែលជាបុរសវ័យក្មេងខ្លាំងក្លាវីរៈព្យាយាមបដិសេធប៉ុន្តែរតនាប្រើល្បិចល្មោកដោយចាប់ដៃគេអង្អែលខ្លួនប្រាណនិងថាបគេដោយខ្លាំងនាងគំរាមថាបើវីរៈមិនព្រមនាងនឹងប្រាប់សុភាថាវីរៈជាអ្នកចាប់ផ្ដើមស្នេហាដាច់ខាតវីរៈភ័យខ្លាចបាត់បង់ប្រពន្ធក៏ចុះចាញ់នៅយប់នោះរតនាចាប់វីរៈឲ្យរួមរកជាមួយនាងដោយខ្លាំងក្លានាងបង្ហាញចំណងកាមដ៏ព្រៃផ្សៃធ្វើឲ្យវីរៈមានអារម្មណ៍ចម្រុះរវាងខ្លាចនិងស្រើបស្រាលបន្ទាប់មករតនាកាន់តែល្មោកនាងតែងតែរកឱកាសនៅតែម្នាក់ឯងជាមួយវីរៈចាប់គេឲ្យរួមរកញឹកញាប់និងធ្វើឲ្យគេខ្លាចជាកប្តីសម្ងាត់គេរបស់នាងពេញចិត្តនឹងភាពខ្លាំងក្លារបស់វីរៈនិងចាត់ទុកគេជាប្តីពិតប្រាកដខណៈដែលធីរីមិនដឹងអ្វីសោះការបែកបាក់នឹងចប់សុភាចាប់ផ្ដើមសង្ស័យព្រោះវីរៈផ្លាស់ប្ដូរឥរិយាបថនិងតែងតែនឿយហត់ថ្ងៃមួយសុភាត្រឡប់មកផ្ទះមិនប្រាប់មុនហើយចាប់បានរតនាកំពុងរួមរកជាមួយវីរៈសុភាខឹងសម្បាយ៉ាងខ្លាំងប៉ុន្តែរតនាបែរជាគំរាមតបថានាងនឹងបំផ្លាញគ្រួសារទាំងមូលបើសុភាហ៊ានប្រាប់ធីរីវីរៈសាភ័ក្រនឹងសុំទោសសុភាប៉ុន្តែសុភាឈឺចាប់ខ្លាំងពេកក៏សម្រេចចិត្តលែងលះធីរីដឹងរឿងក៏ខឹងរតនានិងបណ្ដេញនាងចេញពីផ្ទះរតនាឯកកោនាងសោកស្ដាយចំណងល្មោករបស់ខ្លួនហើយរស់នៅតែម្នាក់ឯងដោយគ្មានស្នេហាពិតប្រាកដវីរៈនិងសុភាបែកគ្នាប៉ុន្តែវីរៈតែងតែនឹករឿងរ៉ាវដ៏ក្តៅសាច់នោះបន្ទាប់ពីសុភាចាប់បានរឿងរ៉ាវដ៏ឈឺចាប់នោះនាងមិនបានស្រែកខ្លាំងខ្លាទេនាងឈរនៅទ្វារបន្ទប់ភ្នែកសើមដៃចាប់សោយ៉ាងតឹងសម្លឹងមើលរតនាកំពុងអង្អែលខ្លួនប្រាណលើវីរៈដែលដេកអស់កម្លាំងនៅលើគ្រែរតនាបែរជាញឹមដាច់ខាតនាងក្រោកឡើងដោយមិនខ្លាចគ្រប់ខ្លួនដោយក្រណាត់ស្ដើងមួយហើយនិយាយដោយសំឡេងទាបកុំភ្ញាក់ឪពុកអូនឲ្យសោះសុភាបើអូនចង់ឲ្យគ្រួសារនេះនៅតែស្ងប់ស្ងាត់អូនគួរតែធ្វើដូចជាអូនមិនបានឃើញអ្វីសោះវីរៈក្រោកភ្ញាក់មុខស្លេកស្លាំងគេព្យាយាមពន្យល់ប៉ុន្តែសុភាមិនស្ដាប់នាងដើរចេញពីផ្ទះនៅយប់នោះតែម្នាក់ឯងទៅស្នាក់នៅផ្ទះមិត្តភក្តិនាងមិនបានប្រាប់ធីរីភ្លាមទេព្រោះនាងខ្លាចគ្រួសារបែកបាក់និងខ្លាចរឿងអាស្រូវរាលដាលក្នុងភូមិរតនាវិញកាន់តែមានភាពក្លាហាននាងដឹងថាសុភាមិនហ៊ានប្រាប់ឪពុកដូច្នេះនាងបន្តរកឱកាសនៅតែម្នាក់ឯងជាមួយវីរៈនៅពេលធីរីចេញទៅចំការឬទៅផ្សាររតនាតែងតែហៅវីរៈមកផ្ទះឬសូម្បីតែនៅក្នុងបន្ទប់របស់នាងផ្ទាល់នាងចាប់ផ្ដើមហៅវីរៈថាប្តីដោយសំឡេងផ្អែមល្អែកនិងបង្គាប់គេឲ្យធ្វើអ្វីតាមចិត្តនាងវីរៈធ្លាប់ជាបុរសស្មោះត្រង់ប៉ុន្តែចំណងកាមដ៏ខ្លាំងក្លារបស់រតនាធ្វើឲ្យគេបាត់បង់ការគ្រប់គ្រងខ្លួនឯងនាងមានជំនាញក្នុងការប្រើរាងកាយនិងល្បិចផ្សេងដែលសុភាមិនធ្លាប់ធ្វើឲ្យគេពេលខ្លះនាងចង់វីរៈដោយក្រណាត់សូត្រលេងសើចដោយថើបគ្រប់កន្លែងឬបង្ខំគេឲ្យស្ដាប់នាងរហូតដល់គេអស់កម្លាំងវីរៈចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនកំពុងជាប់ក្នុងអន្ទាក់ដែលគេចមិនរួចភាគ3ការតស៊ូរបស់សុភានិងការសងសឹកសុភាមិនអាចទ្រាំនឹងការឈឺចាប់បានយូរនាងចាប់ផ្ដើមស្រាវជ្រាវនិងសួរមិត្តភក្តិឲ្យជួយតាមដាននាងដឹងថារតនាធ្លាប់មានរឿងអាស្រូវនៅភូមិចាស់ថានាងធ្លាប់លួងលោមបុរសរៀបការរួចហើយត្រូវគេបណ្ដេញចេញមកសុភាសម្រេចចិត្តសងសឹកដោយស្ងាត់ថ្ងៃមួយសុភាធ្វើពុតជាល្អជាមួយរតនានាងត្រឡប់មកផ្ទះនិងនិយាយថានាងយល់ព្រមឲ្យវីរៈចែករំលែកជាមួយរតនាដើម្បីរក្សាគ្រួសាររតនាជឿនាងសប្បាយចិត្តខ្លាំងគិតថាឥឡូវនាងអាចមានវីរៈជាប្តីសម្ងាត់ដោយស្របច្បាប់ប៉ុន្តែសុភាបានលាក់កាមេរ៉ាតូចមួយនៅក្នុងបន្ទប់របស់រតនានិងថតឈុតឆាកដ៏ក្តៅសាច់ជាច្រើនលើកនៅពេលដែលធីរីត្រឡប់មកពីដំណើរទៅស្រុកកំណើតសុភាបានបង្ហាញវីដេអូទាំងនោះឲ្យឪពុកមើលធីរីខឹងសម្បាយ៉ាងខ្លាំងគាត់មានអារម្មណ៍ថាខ្លួនត្រូវគេបោកប្រាស់និងជារតនាថាជាសត្វស្រីល្មោបគាត់បណ្ដេញរតនាចេញពីផ្ទះភ្លាមមិនឲ្យនាងយកអ្វីច្រើនទេគ្រាន់តែសម្លៀកបំពាក់មួយចំនួន
រតនាព្យាយាមសុំទោសនិងអង្វរប៉ុន្តែគ្មានប្រយោជន៍នាងត្រូវចេញទៅរស់នៅក្នុងផ្ទះជួលតូចមួយនៅក្រុងដោយគ្មានលុយច្រើននិងគ្មាននរណាជួយនាងព្យាយាមតាក់ទងវីរៈប៉ុន្តែវីរៈបានប្តូរលេខទូរស័ព្ទនិងរារាំងនាងគ្រប់វិធីភាគ4ការផ្សះផ្សានិងមេរៀនវីរៈនិងសុភាព្យាយាមផ្សះផ្សាគ្នាវីរៈសារភាពថាគេខ្សោយចិត្តប៉ុន្តែគេស្រឡាញ់សុភាតែម្នាក់គត់សុភាឈឺចាប់យូរប៉ុន្តែនាងឃើញថាវីរៈពិតជាសោកស្ដាយនិងខំបដូរខ្លួនពួកគេសម្រេចចិត្តចាកចេញពីផ្ទះធារីទៅរស់នៅក្នុងផ្ទះតូចមួយនៅក្រុងចាប់ផ្ដើមជីវិតថ្មីធារីឯកក៏នៅផ្ទះធំគាត់សោកស្ដាយដែលជឿរតនានិងសន្យាថានឹងមិនរៀបការម្ដងទៀតទេរតនាវិញរស់នៅដោយឯកានាងចាប់ផ្ដើមធ្វើការនៅហាងលក់សម្លៀកបំពាក់ប៉ុន្តែនាងនៅតែនឹកវីរៈខ្លាំងណាស់ពេលខ្លះនាងសុបិនឃើញឈុតឆាកចាស់និងភ្ញាក់មកដោយទឹកភ្នែកនាងដឹងថាចំណង់ល្មមរបស់ខ្លួនបានបំផ្លាញអ្វីគ្រប់យ៉ាងឆ្នាំក្រោយសុភានិងវីរៈមានកូនម្នាក់ជីវិតគ្រួសាររបស់ពួកគេកាន់តែសប្បាយចិត្តរតនានៅតែនៅក្រុងមើលពួកគេពីចម្ងាយតាមបណ្ដាញសង្គមដោយមានតែការសោកស្ដាយនិងភាពឯកោជាដៃគូបន្ទាប់ពីចាកចេញពីផ្ទះធារីសុភានិងវីរៈបានជួលផ្ទះតូចមួយនៅជីក្រុងភ្នំពេញផ្ទះនោះមានបន្ទប់គេង2ផ្ទះបាយតូចនិងសួនច្បារខាងមុខដែលសុភាចូលចិត្តដាំផ្កាពួកគេទាំងពីរខំធ្វើការដើម្បីចិញ្ចឹមជីវិតវីរៈធ្វើការនៅក្រុមហ៊ុនសំណង់ចំណែកសុភាធ្វើការលក់អនឡាញដំបូងទំនាក់ទំនងរបស់ពួកគេនៅតែមានស្នាមប្រេះសុភាតែងតែភ្ញាក់ពីដំណេកដោយសុបិនអាក្រក់ឃើញរូបភាពរតនាអង្អែលប្តីខ្លួននាងខឹងវីរៈប៉ុន្តែក៏អាណិតគេព្រោះដឹងថារតនាជាមនុស្សល្មោកនិងប្រើល្បិចខ្លាំងវីរៈខំបង្ហាញការស្រឡាញ់ដោយធ្វើម្ហូបយកនាងទៅដើរលេងនិងសន្យាថានឹងមិនក្បត់ម្ដងទៀតទេបន្ទាប់ពីពេញ1ឆ្នាំសុភាមានផ្ទៃពោះកូនដំបូងរបស់ពួកគេជាក្មេងប្រុសដែលពួកគេដាក់ឈ្មោះថាធីតាការមានកូនធ្វើឲ្យសុភាអភ័យទោសវីរៈយ៉ាងពិតប្រាកដនាងឃើញថាវីរៈជាឪពុកដ៏ល្អនិងប្តីដែលខំបដូរខ្លួនជីវិតគ្រួសាររបស់ពួកគេចាប់ផ្ដើមស្ងប់ស្ងាត់និងសប្បាយចិត្តជាងមុនចំណែករតនានៅតែរស់នៅក្នុងផ្ទះជួលតូចនៅក្រុងនាងធ្វើការជាអ្នកលក់នៅហាងសម្លៀកបំពាក់ប៉ុន្តែជីវិតនាងឯកក៏ខ្លាំងនាងមានមិត្តភក្តិតិចតួចហើយបុរសដែលនាងព្យាយាមលួងលោមតែងតែរត់គេចព្រោះស្នាមអាស្រូវចាស់នៅតែជាប់នឹងខ្លួននាងតែងតែអង្គុយមើលរូបថតចាស់របស់វីរៈដែលនាងលួចថតនិងនឹកឃើញរាងកាយរឹងមាំនិងភាពក្តៅសាច់របស់គេពេលខ្លះនាងសុបិនឃើញឈុតឆាកចាស់ភ្ញាក់មកដោយខ្លួនប្រាណរង់ចាំប៉ុន្តែគ្មាននរណាមកបំពេញភាគ6ការជួបគ្នាដោយចៃដន្យនិងចំណងដែលផ្ទុះឡើងវិញ3ឆ្នាំក្រោយមកនៅឆ្នាំ2028វីរៈត្រូវទៅទិញសម្ភារៈសំណង់នៅផ្សារធំមួយនៅកណ្ដាលក្រុងគេមិននឹកស្មានថានឹងជួបរតនាទេរតនាកំពុងដើរទិញអីវ៉ាន់ស្លៀកឈុតសំពត់ខ្លីបង្ហាញជើងវែងស្រឡូននិងអាវប៉ោងបង្ហាញទ្រូងធំនាងឃើញវីរៈមុនហើយដើរទៅជិតដោយញញឹមផ្អែមវីរៈអូននៅតែសង្ហាដែរណាម៉ែនៅតែនឹកអូនរាល់យប់នាងនិយាយដោយសំឡេងទាបដៃចាប់ដៃគេយ៉ាងស្ទាក់ស្ទើរវីរៈភ្ញាក់ផ្អើលគេព្យាយាមដកដៃចេញប៉ុន្តែរតនាចាប់តឹងនាងទាញគេទៅជ្រុងស្ងាត់មួយនៅខាងក្រោយផ្សារនាងចាប់ថើបគេភ្លាមដៃស្វែងចូលក្នុងអាវគេអង្អែលសាច់ដុំដែលនាងនឹកខ្លាំងវីរៈព្យាយាមរុញចេញប៉ុន្តែរាងកាយគេប្រតិកម្មដោយស្វ័យប្រវត្តិគេមានអារម្មណ៍ក្តៅខ្លួននិងរឹងឡើងនាងខ្សឹបថាមកផ្ទះម៉ែបន្តិចទេម៉ែនឹងធ្វើឲ្យអូនសប្បាយដូចមុនវីរៈបដិសេធប៉ុន្តែរតនាបង្ហាញរូបថតចាស់ដែលនាងរក្សាទុកនិងគំរាមថានឹងផ្ញើឲ្យសុភាបើគេមិនព្រមវីរៈភ័យខ្លាចបាត់បង់គ្រួសារថ្មីក៏យល់ព្រមតាមនាងទៅផ្ទះជួលតូចរបស់នាងនៅទីនោះរតនាបិទទ្វារនាងផ្ដាច់សម្លៀកបំពាក់ខ្លួនចេញភ្លាមបង្ហាញរាងកាយដែលនៅតែស្រស់ស្អាតទ្រូងធំចង្កេះតូចនិងគូតមូលនាងរុញវីរៈដេកលើគ្រែជិះលើគេនិងរួមរាប់ដោយខ្លាំងក្លាដូចជាឈួតនឹកនាងស្រែកឈ្មោះគេខ្លាំងបង្គាប់គេឲ្យធ្វើគ្រប់យ៉ាងតាមចិត្តនាងចាប់ពីថើបគ្រប់កន្លែងរហូតដល់ប្រាមាត់បំរើគេវីរៈបាត់បង់ការគ្រប់គ្រងគេរួមរកនាងច្រើនជុំរហូតដល់ទាំងពីរអស់កម្លាំងបន្ទាប់ពីនោះរតនាសប្បាយចិត្តខ្លាំងនាងគិតថានឹងអាចមានវីរៈម្ដងទៀតជាប្រចាំនាងផ្ញើសាររាល់ថ្ងៃនិងគំរាមគេឲ្យមកជួបនាងវីរៈចាប់ផ្ដើមជាប់ក្នុងរង្វង់ចាស់វិញគេមានអារម្មណ៍ខ្សោយចិត្តនិងសោកស្ដាយប៉ុន្តែមិនអាចបដិសេធភាគ7ការដឹងរបស់សុភានិងការប្រឈមមុខសុភាចាប់ផ្ដើមសង្ស័យម្ដងទៀតព្រោះវីរៈតែងតែនឿយហត់និងមានស្នាមកោសនៅលើខ្នងនាងលួចពិនិត្យទូរស័ព្ទគេហើយឃើញសារពីតាណារួមទាំងរូបថតអាភាសុភាឈឺចាប់ខ្លាំងប៉ុន្តែនាងមិនស្រែកទេនាងសម្រេចចិត្តប្រឈមមុខដោយផ្ទាល់ការអញ្ជើញថ្ងៃមួយនៅចុងខែកដាឆ្នាំ2030មានក្រុមភ្ញៀវទេសចរមកស្នាក់នៅរីសតដែលរតនាធ្វើការក្នុងចំណោមនោះមានបុរសម្នាក់ឈ្មោះសុវណ្ណជាអ្នកជំនួញវ័យ45ឆ្នាំសង្ហាមានលុយនិងមានប្រពន្ធនៅភ្នំពេញរតនាបម្រើគេយ៉ាងផ្គាប់ចិត្តនាងស្លៀកសំពត់ខ្លីញឹមផ្អែមនិងនិយាយលេងសើចនៅយប់ទី2សុវណ្ណអញ្ជើញនាងចូលបន្ទប់នាងយល់ព្រមភ្លាមដោយសង្ឃឹមថានឹងមានជីវិតល្អជាងពួកគេរួមរកគ្នាយ៉ាងក្តៅសាច់រតនាប្រើជំនាញចាស់ទាំងអស់
នាងជិះលើគេប្រាមាត់នឹងដៃបំរើគេរហូតដល់គេសប្បាយចិត្តខ្លាំងសុវណ្ណសន្យាថានឹងជួយនាងនឹងឲ្យលុយនាងច្រើនប៉ុន្តែបន្ទាប់ពីត្រឡប់ទៅភ្នំពេញគេគ្រាន់តែផ្ញើលុយតិចតួចហើយបន្ទាប់មកឈប់តាក់ទងរតនាមានអារម្មណ៍ថាខ្លួនត្រូវគេបោកប្រាស់ម្ដងទៀតនាងអង្គុយយំតែម្នាក់ឯងនៅបន្ទប់នៅខែវិច្ឆិកាឆ្នាំដែលរតនាដឹងថានាងមានផ្ទៃពោះនាងមិនដឹងថាជាកូនសុវណ្ណឬបុរសផ្សេងទៀតទេព្រោះនាងធ្លាប់រួមរកជាមួយភ្ញៀវមួយចំនួនទៀតនាងសម្រេចចិត្តរក្សាកូននិងចិញ្ចឹមតែម្នាក់ឯងនាងលីឈប់ពីរីសតនិងត្រឡប់មកភ្នំពេញរស់នៅក្នុងផ្ទះជួលតូចមួយធ្វើការជាអ្នកលក់អនឡាញការជួបគ្នាម្ដងចុងក្រោយនៅឆ្នាំ2032សុភានិងវីរៈនាំកូនមកលេងនៅភ្នំពេញក្នុងឱកាសបុណ្យភ្ជុំបិណ្ឌពួកគេចូលទៅដើរលេងនៅផ្សារធំមួយដោយចៃដន្យវីរៈជួបរតនានៅតំបន់លក់ផ្លែឈើរតនាឥឡូវអាយុ44ឆ្នាំមានផ្ទៃពោះធំអាយុ7ខែនាងស្លៀកសំពត់ធំទូលាយស្បែកនៅតែប៉ុន្តែមុខស្លេកស្លាំងនិងភ្នែកក្រហមដោយអស់កម្លាំងនាងកាន់កូនប្រុសតូចម្នាក់អាយុ1ឆ្នាំកន្លះដែលមានមុខស្រដៀងវីរៈបន្តិចវីរៈភ្ញាក់ផ្អើលខ្លាំងគេសួរនាងថាម៉ែនៅធូរស្រាលទេរតនាសម្លឹងគេយូរទឹកភ្នែកស្រក់នាងញឹមជូរចត់អូនសប្បាយចិត្តជាងម៉ែហើយម៉ែបានតែកូន2នាក់គ្មានប្តីគ្មានគ្រួសារអូនមានគ្រប់យ៉ាងដែលម៉ែធ្លាប់ចង់បាននាងមិនបានសុំអ្វីពីគេទេនាងគ្រាន់តែនិយាយថាម៉ែសុំទោសចំពោះអ្វីដែលម៉ែធ្វើម៉ែល្មមពេកម៉ែបំផ្លាញខ្លួនឯងនិងអ្នកដទៃឥឡូវម៉ែយល់ហើយវីរៈមានអារម្មណ៍អាណិតគេឲ្យលុយនាងបន្តិចសម្រាប់កូនហើយនិយាយថាម៉ែខំចិញ្ចឹមកូនឲ្យល្អណាកុំធ្វើដូចមុនទៀតរត់ណាងក្បាលហើយដើរចេញទៅខ្នងនាងអន់តូចដោយទម្ងន់ផ្ទៃពោះនិងទម្ងន់នៃការសោកស្ដាយបន្ទាប់ពីជួបគ្នានោះរតនាសម្រាលកូនស្រីម្នាក់នាងដាក់ឈ្មោះថាស្រីពៅនាងខំចិញ្ចឹមកូនទាំងពីរដោយខ្លួនឯងធ្វើការពីផ្ទះនិងមិនដែលលួងលោមបុរសរៀបការទៀតទេនាងខ្លាចជាម្ដាយដ៏ល្អបង្រៀនកូនឲ្យស្រឡាញ់គ្នានិងរស់នៅដោយសុចរិតពេលខ្លះនាងនៅតែនឹកវីរៈប៉ុន្តែនាងដឹងថាអ្វីបានកន្លងផុតទៅនាងត្រូវរស់នៅសម្រាប់កូនសុភានិងវីរៈមានកូនសរុប3នាក់ពួកគេបើកហាងកាហ្វេធំជាងមុននៅសៀមរាបមានជីវភាពធូរធារនិងសប្បាយចិត្តពួកគេតែងតែនិយាយឲ្យកូនស្ដាប់ថាកុំឲ្យចំណងខ្វាក់ភ្នែកព្រោះវាអាចបំផ្លាញអ្វីគ្រប់យ៉ាងឆ្នាំកន្លងទៅរឿងរ៉ាវរបស់រតនាសុភានិងវីរៈក្លាយជារឿងនិទាននៅក្នុងភូមិនិងតាមបណ្ដាញអនឡាញមនុស្សជាច្រើនអានហើយរៀនសូត្រពីកំហុសនៃចំណងល្មោបនិងតម្លៃនៃការអភ័យទោសនិងការផ្សះផ្សាពេលវេលាហោះហើរលឿនឆ្នាំ2035ធីតាកូនប្រុសច្បងរបស់សុភានិងវីរៈមានអាយុ9ឆ្នាំខ្លាំងក្លាសង្ហានឹងចូលចិត្តលេងបាល់ទាត់កូនស្រីច្បងឈ្មោះស្រីនុចអាយុ7ឆ្នាំស្រស់ស្អាតដូចម្ដាយចូលចិត្តរាំនឹងច្រៀងកូនប្អូនឈ្មោះសុវណ្ណដាក់ឈ្មោះតាមជីតាមិនមែនតាមបុរសនោះទេអាយុ4ឆ្នាំជាក្មេងប្រុសតូចគួរឲ្យស្រឡាញ់តែងតែរត់តាមបងប្អូនគ្រួសាររបស់ពួកគេនៅសៀមរាបកាន់តែរីកចម្រើនហាងកាហ្វេនិងវត្ថុអនុស្សាវរីយ៍របស់សុភាក្លាយជាកន្លែងល្បីក្នុងចំណោមភ្ញៀវទេសចរមានទីធ្លាធំមានដើមឈើធំនិងកន្លែងថតរូបស្អាតវីរៈក្លាយជាអ្នកគ្រប់គ្រងគម្រោងជួសជុលប្រាសាទធំមួយមានកេរ្តិ៍ឈ្មោះល្អនិងប្រាក់ខែខ្ពស់ពួកគេទិញដីសង់ផ្ទះធំជាងមុនមានសួនច្បារនិងអាងហែលទឹកតូចនៅរាត្រីពេលកូនដេកលក់សុភានិងវីរៈនៅតែរួមរកគ្នាដោយក្តៅសាច់សុភាឥឡូវអាយុ38ឆ្នាំរាងកាយនៅតែស្រឡូនទ្រូងធំឡើងបន្តិចដោយសារសាច់ដុំម្ដាយនាងចូលចិត្តស្លៀកឈុតគេងស្ដើងលេងសើចជាមួយប្តីវីរៈនៅតែខ្លាំងក្លាសាច់ដុំរឹងមាំដោយសារការងារគេតែងតែលើកនាងឡើងថើបនាងគ្រប់កន្លែងនិងធ្វើឲ្យនាងស្រែកដោយសុខសាន្តពួកគេមានអារម្មណ៍ថាស្នេហារបស់ពួកគេកាន់តែជ្រៅជ្រះបន្ទាប់ពីបានឆ្លងកាត់ព្យុះភ្លៀងម្ដងចំណែករតនានាងឥឡូវអាយុ47ឆ្នាំរស់នៅភ្នំពេញជាមួយកូនប្រុសឈ្មោះវីរៈតូចនាងដាក់ឈ្មោះតាមគេដោយស្រឡាញ់អាយុ6ឆ្នាំនិងកូនស្រីពៅអាយុ3ឆ្នាំនាងធ្វើការលក់អនឡាញលក់សម្លៀកបំពាក់និងគ្រឿងសម្អាងមានប្រាក់ចំណូលគ្រប់គ្រាន់ចិញ្ចឹមកូននាងមិនដែលរៀបការទេប៉ុន្តែនាងក្លាយជាម្ដាយដ៏ខ្ជាប់ខ្ជួននាងបង្រៀនកូនឲ្យរៀនសូត្រឲ្យស្រឡាញ់គ្នានិងឲ្យដឹងថាម្ដាយធ្លាប់មានកំហុសធំប៉ុន្តែបានកែប្រែខ្លួនភាគ14ការជួបគ្នាដោយចៃដន្យម្ដងទៀតនៅមន្ទីរពេទ្យថ្ងៃមួយនៅដើមឆ្នាំ2036វីរៈតូចកូនរតនាលេងបាល់ទាត់នៅសាលាហើយដួលបាក់ជើងរត់នានាំកូនទៅមន្ទីរពេទ្យកុមារមួយនៅភ្នំពេញដោយចៃដន្យខ្លាំងណាស់សុភានិងវីរៈក៏នាំកូនប្អូនសុវណ្ណមកពិនិត្យជំងឺផ្ដាសាយនៅមន្ទីរពេទ្យដដែលពួកគេជួបគ្នានៅបន្ទប់រងចាំរត់នាឃើញសុភានិងវីរៈមុននាងស្ទុះស្ទើរងាកចេញប៉ុន្តែសុភាហៅនាងថាម៉ែរតនាម៉ែនៅធូរស្រាលទេរត់ណាងាកមកភ្នែកសើមនាងយំជូរចត់ខ្ញុំនៅតែដូចធម្មតាកូនខ្ញុំបាក់ជើងសុភាមើលវីរៈតូចនាងឃើញមុខក្មេងនោះស្រដៀងវីរៈខ្លាំងណាស់នាងយល់ភ្លាមថាជាកូនគេប៉ុន្តែនាងមិននិយាយអ្វីទេនាងគ្រាន់តែអង្គុយជិតនិងជួយលួងក្មេងវីរៈអង្គុយស្ងាត់គេមើលកូនប្រុសដែលខ្លួនមិនដឹងគេមានអារម្មណ៍ចម្រុះសោកស្ដាយអាណិតនិងស្រឡាញ់គេសួររតនាថាត្រូវការជួយអ្វីទេ
ថាវិការឬអ្វីផ្សេងរតនាញីដៃមិនចាំបាច់ទេខ្ញុំអាចចិញ្ចឹមកូនខ្លួនឯងបានសុភាមើលប្តីនាងចាប់ដៃគេហើយនិយាយសំឡេងទាបយើងជួយគេបន្តិចទេគេជាមនុស្សឯកាហើយកូនក៏ជាកូនមនុស្សដែរពួកគេសម្រេចចិត្តជួយបង់ថ្លៃព្យាបាលឲ្យវីរៈតូចនិងឲ្យលុយបន្ថែមសម្រាប់រតនាទិញអាហារូបត្ថម្ភឲ្យកូនរតនាសុំទោសម្ដងទៀតនាងថ្លែងអំណរគុណហើយនិយាយថាខ្ញុំសប្បាយចិត្តឃើញអូនទាំងពីរមានគ្រួសារសប្បាយចិត្តនោះជាការដាក់ទោសដ៏ល្អបំផុតសម្រាប់ខ្ញុំភាគ15ឆ្នាំ2040ការប្រោសឲ្យរួចនឹងការចាក់ចេញឆ្នាំ2040រតនាមានអាយុ52ឆ្នាំនាងចាប់ផ្ដើមមានជំងឺទឹកនោមផ្អែមនិងសម្ពាធឈាមខ្ពស់ដោយសារភាពតានតឹងនិងឯកានាងនៅតែធ្វើការប៉ុន្តែរាងកាយចាប់ផ្ដើមទន់ខ្សោយវីរៈតូចនិងស្រីពៅធំឡើងពួកគេរៀនសូត្រល្អនិងជួយម្ដាយថ្ងៃមួយរតនាដឹងថានាងមានជំងឺមហារីកសួតដំណាក់កាលចុងក្រោយនាងមិនប្រាប់កូនភ្លាមទេនាងសរសេរសម្បត្តិមួយច្បាប់ដាក់រូបថតចាស់និងសម្បត្តិសុំទោសជូនសុភានិងវីរៈនាងសរសេរថាខ្ញុំសូមទោសចំពោះអ្វីគ្រប់យ៉ាងខ្ញុំបានរៀនសូត្រពីកំហុសហើយបានចិញ្ចឹមកូនឲ្យក្លាយជាមនុស្សល្អសូមអរគុណដែលអូនទាំងពីរបានអភ័យទោសឲ្យខ្ញុំដោយស្ងាត់សូមឲ្យគ្រួសារអូនសប្បាយចិត្តជារៀងរហូតរតនាស្លាប់នៅអាយុ53ឆ្នាំដោយស្ងប់ចិត្តព្រោះកូននៅក្បែរសុភានិងវីរៈដឹងដំណឹងពួកគេនាំកូនមកចូលបុណ្យសពពួកគេជួយចំណាយថវិកាបុណ្យនិងសន្យាថានឹងជួយមើលកូនរតនាបន្តវីរៈតូចនិងស្រីពើក្លាយជាសមាជិកគ្រួសារបន្ថែមពួកគេតែងតែមកលេងនៅសៀមរាបហៅសុភានិងវីរៈថាពូមីងឆ្នាំ2050សុភានិងវីរៈមានអាយុ53និង55ឆ្នាំកូនទាំង3ធំឡើងធីតាក្លាយជាវិស្វករស្រីនុចជាអ្នករចនានិងសវណ្ណជានិស្សិតវិទ្យាសាស្ត្រពួកគេមានចៅរួចហើយផ្ទះពោពេញដោយសម្លេងសើចវីរៈតូចនិងស្រីពើក៏រៀបការមានគ្រួសាររៀងខ្លួនពួកគេនៅតែជួបជុំគ្នាជាមួយគ្រួសារសុភានិងវីរៈជារៀងរាល់ឆ្នាំពួកគេរំលឹកគ្នាថាម្ដាយពួកគេធ្លាប់មានកំហុសប៉ុន្តែបានកែប្រែនិងស្រឡាញ់ពួកគេខ្លាំងណាស់នៅថ្ងៃចុងក្រោយនៃជីវិតវីរៈនិងសុភាអង្គុយនៅលើកៅអីនៅមុខផ្ទះមើលព្រះអាទិត្យលិចនៅជិតប្រាសាទអង្គរវត្តវីរៈចាប់ដៃប្រពន្ធនិយាយថាយើងបានឆ្លងកាត់ច្រើនណាស់ប៉ុន្តែយើងនៅតែនៅជាមួយគ្នានោះជាសំណាងដ៏ធំបំផុតសុភាញឹមចំណងល្មោបអាចបំផ្លាញអ្វីគ្រប់យ៉ាងប៉ុន្តែការអភ័យទោសនិងការស្រឡាញ់ពិតអាចជួសជុលអ្វីបានពួកគេរស់នៅដោយសុភមង្គលរហូតដល់ចាស់ជរាហើយចាក់ចេញទៅដោយស្ងប់ចិត្តទុកឲ្យកូនចៅនឹងរឿងនិទានមួយដែលប្រាប់ថាចំណងខ្វាក់ភ្នែកអាចនាំមកនូវទុក្ខវេទនាប៉ុន្តែការកែប្រែខ្លួនការអភ័យទោសនិងស្នេហាពិតអាចនាំមកនូវសុភមង្គលជារៀងរហូត